រឿងទន្សាយចង់ខ្លាយជាអ្នកហោះមានទន្សាយមួយក្បាលឈ្មោះប៊ុននីជាទន្សាយដែលមានការស្រមៃខ្ពស់ណាស់ថ្ងៃមួយវាឃើញសត្វវន្ត្រីហោះលើមេឃវាក៏នឹកឃើញចង់ហោះដែរប៊ុននីបានទៅរកមិត្តភក្តិរបស់វាគឺអណ្ដើកតូហើយនិយាយថាតូអើយខ្ញុំសម្រេចចិត្តហើយថ្ងៃនេះខ្ញុំនឹងរៀនហោះឲ្យដូចចន្ទ្រីអណ្ដើកតូឆ្លើយទាំងហួសចិត្តប៊ុននីឯងជាទន្សាយមានតែជើង4សម្រាប់លោតតាហោះមិនកើតប៊ុននីមិនស្ដាប់ទេវាបានយកស្លឹកត្នោតធំពីរមកចងជាប់នឹងដៃរួចឡើងលើដំបូកខ្ពស់មួយវាចាប់ផ្ដើមបោះស្លឹកត្នោតយ៉ាងខ្លាំងរួចស្រែកថាមើលណាស់ខ្ញុំហោះហើយវាបានលោតចេញពីដំបូកប៊ូប៊ុននីមិនបានហោះឡើងទេគឺវាធ្លាក់មកដីបោះជំរំត្រង់ចំភក់តែម្ដងសត្វកង្កែបដែលនៅក្បែរនោះនាំគ្នាស្រែកសាច់ថាអូប៊ុននីឯងមិនមែនហោះដូចចន្ទ្រីទេតែឯងចុះចតដូចដំឡូងមីធ្លាក់ពីលើទេអញ្ចឹងប៊ុននីងើបពីភក់ទាំងមុខខ្មៅស្រទុំរួចនិយាយទាំងអៀនថាខ្ញុំមិនមែនធ្លាក់ទេមិញនឹងគឺខ្ញុំចង់ចុះមកងូតទឹកភក់តាអត្ថន័យអប់រំមនុស្សយើងម្នាក់មានសមត្ថភាពរៀងខ្លួនកុំព្យាយាមធ្វើអ្វីដែលមិនមែនជាធម្មជាតិរបស់ខ្លួនឯងខ្លាំងពេកការចេះទទួលស្គាល់ការពិតជាភាពក្លាហានមួយ